ខាមកពីអាជ្ញាធរជាតិសម្រាប់គុកបច្ចុប្បន្នការងារនៅក្នុងខាងបរិស្ថានហើយថ្ងៃនេះក៏ជាមានសេចក្តីរីករាយខ្លាំងដែលបានចូលរួមកម្មវិធីជំនុំវិជាសាស្ត្រស្តីពីការផលិតផែនទីហើយជាចំណាប់អារម្មណ៍ខ្ញុំទទួលបានបទពិសោធន៍ថ្មីពិសេសទាក់ទងនឹងការផលិតផែនទីទៅលើប្រព្រឹត្តការតាមដានបរិស្ថាននៅប្រទេសកម្ពុជាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសៃនាងហើយខ្ញុំជាសមាជិកស្នូលនៃសមាគមបណ្ដាញយុវជនកម្ពុជាហើយខ្ញុំក៏ជាយុវលេខរបស់ Action Aid ដែរសម្រាប់បងសង្កេតឃើញថាកម្មវិធី Technical Map Meet Up ថ្ងៃនេះគឺពិសេសមែនទែនដោយសារតែយើងមានអ្នកចែករំលែកដែលគាត់មកពីស្ថាប័នដែលគាត់ធ្លាប់ធ្វើការងារដោយប្រើទិន្នន័យ mapping data ដែលមាននៅក្នុង ODC មានស្រាប់យកទៅប្រើប្រាស់ជាក់ស្ដែងនៅក្នុងកិច្ចការងាររបស់គាត់ពិតជាសប្បាយចិត្តមែនទែនដែលយើងបានជួបអ្នកមានន័យថាអ្នកជំនាញដែលគាត់ធ្វើដំណឹងហ្មងហើយយើងអាចបានស្វែងយល់ការពីការចែករំលែករបស់គាត់ខ្ញុំបាទឈ្មោះសុថេនឈ្មោះពេញនោះសុថេនហើយសប្តាហ៍ថ្ងៃជា freelancer ហើយខ្ញុំជាគ្រូបណ្ដុះបណ្ដាលផ្នែកអភិវឌ្ឍសមត្ថភាពរបស់យុវជននិងបរិស្ថានបាទសម្រាប់កម្មវិធីជួបជុំគ្នាថ្ងៃនេះខ្ញុំទទួលអារម្មណ៍ថាវាជាកម្មវិធីមួយល្អដោយសារយើងអាចជួបជុំគ្នារវាងយុវជនហើយនិងអ្នកបច្ចេកទេសហើយជាពិសេសយើងមានអ្នកដែលគាត់ធ្វើការផ្ទាល់នៅមូលដ្ឋានអ្វីដែលខ្ញុំកត់សម្គាល់អ្នកដែលគាត់មានបទពិសោធន៍នៅមូលដ្ឋានផ្ទាល់នៅពេលដែលគាត់ចែករំលែកយើងដឹងអំពីទិន្នន័យជាក់ស្ដែងហើយសម្រាប់អ្នកដែលគាត់សិក្សាស្រាវជ្រាវគាត់ប្រមូលព័ត៌មានទិន្នន័យតាមសិទ្ធិឡាយតាមកែតំណបតាមវិធីសាស្ត្រដែលពួកគាត់ប្រមូលគឺធ្វើឲ្យយើងអាចស្វែងយល់ថាតកតទៅនឹងការជួបជុំគ្នា mapping meeting នេះគឺធ្វើឲ្យយើងនឹងរៀនសូត្រក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវហើយក្នុងនាមជាអ្នកធ្វើកិច្ចការងារសង្គមខ្ញុំធ្វើការងារមួយយុវជនក៏ខ្ញុំត្រូវសិក្សាស្វែងយល់តកតទៅនឹង mapping តកតទៅនឹង GIS ចាជ្រាបសួរខ្ញុំឈ្មោះមុនយ៉ាងបតីហើយបច្ចុប្បន្នខ្ញុំជាអ្នកសម្របសម្រួលសហគមន៍នៅអង្គការ Chesapeake Service កម្ពុជាសម្រាប់កម្មវិធី Technical Mapping Meetup ខ្ញុំមានអារម្មណ៍ថាសប្បាយខ្ញុំ excited នៅក្នុងការចូលរួមហើយយើងជាវាគ្មិនទៀតអញ្ចឹងខ្ញុំអាចពំនាំបទពិសោធន៍ជាក់ស្ដែងព្រោះខ្ញុំធ្លាប់ធ្វើកន្លងមកជាមួយទិន្នន័យ ODC អញ្ចឹងយើងដឹងពីភាពងាយស្រួល easy to access the data ហ្នឹងហើយនឹង challenge មួយចំនួនដែរទៅដល់សិស្សប្អូនហើយនឹងអ្នកចូលរួមទីមួយខ្ញុំបានរៀនសូត្រទាក់ទងនឹងការបច្ចេកទេសផលិតផែនទីដែលបង្ហាញដោយអាវិក្មិនទាំងពីររូបទី2ខ្ញុំសង្កេតឃើញថា ODC មានន័យថាបានពង្រឹងកិច្ចសហប្រតិការទាក់ទងនឹងវិស័យផលិតផែនទីជាមួយនឹងស្ថាប័នផ្សេងៗក្នុងនោះមានស្ថាប័នរដ្ឋមួយចំនួនហើយទី3អ្វីដែលពិសេសនោះគឺទាក់ទងនឹងការប្រើប្រាស់បច្ចេកទេសtool សំខាន់ៗដែលក្នុងការផលិតផែនទីដែលបានបង្ហាញដោយវាគ្មិនចំណុចសម្រាប់3ចំណុចដែលបងសង្កេតឃើញហ្នឹងដែលល្អហើយពេញចិត្តទី1គឺអ្នកចែករំលែកដដែលព្រោះពួកគាត់មានទិន្នន័យហើយនឹងជំនាញច្បាស់លាស់ដែលយើងអាចយកមកស្ដាប់ហើយចែករំលែកអាចយកទៅប្រើប្រាស់នៅក្នុងការវិភាគទិន្នន័យសម្រាប់ការផលិតរូបភាពពីការដំណប់ហើយនឹងតកតងនឹងផែនទីបាននៅក្នុងប្រទេសយើងហើយទី2គឺតកតងនឹងការចូលរួមព្រោះការចូលរួមនៅថ្ងៃនេះគឺមានចម្រុះមានពីស្ថាប័នរដ្ឋមកពី NGO មកពីអង្គការក្រៅរដ្ឋាភិបាលហើយនឹងមកពីយុវជនដែលជាសិស្សនិស្សិតទូទៅឬក៏អ្នកធ្វើការងារដែលគាត់ប្រើប្រាស់ GIS ឬក៏ផែនទីហ្នឹងនៅក្នុងកិច្ចការងាររបស់គាត់នៅក្នុងកិច្ចការងារប្រចាំថ្ងៃឬក៏កិច្ចការងារស្រាវជ្រាវហើយចំណុចមួយទៀតដែលចាប់អារម្មណ៍ហ្នឹងគឺមានន័យថាការរៀបចំរបស់ក្រុមការងារមានទាំងមានន័យថាការរៀបចំទូទៅអញ្ចឹងគាត់បានរៀបចំមានន័យថាបង្កើតភាពងាយស្រួលដល់អ្នកចូលរួមដើម្បីកុំឲ្យគាត់
មានបញ្ហាណាមួយអី 3ដែលខ្ញុំចូលចិត្តខ្លាំងជាងគេ3ចំណុចទី1គឺការរៀបចំសម្រាប់ ODC គឺគាត់រៀបចំបានល្អបាទទី2វាគ្មិនដែលគាត់មានបទពិសោធន៍ជាក់ស្ដែងសាបជាប់ជាមួយនឹងវាគ្មិនដែលគាត់មានបទពិសោធន៍ក្នុងការបង្ហាត់បង្រៀនជាពិសេសគឺគាត់ផ្ដល់នូវព័ត៌មានទិន្នន័យបែប data science បែបវិទ្យាសាស្ត្រដែលធ្វើឲ្យយើងនឹងសិក្សាស្វែងយល់តាក់ទងនឹងវិទ្យាសាស្ត្រផងតាក់ទងនឹងការអនុវត្តតឡងវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាច្បាស់ហើយនឹងភ្នែកអញ្ចឹងទៅទី3ចុងក្រោយគឺមានថាអ្នកចូលរួមហើយនឹងវាគ្មិនមានភាពប្រតិកលាគ្នាដោយសារយើងមានសំណួរនិងចម្លើយនឹងប្រតិកលាគ្នាជាច្រើនតាក់ទងទៅនឹង mapping តាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធកែណែនាំឬក៏ការប្រើប្រាស់នៅជំនាញតាក់ទងនឹង GIS ឬក៏ mapping ហ្នឹងក្នុងការយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅចាំថ្ងៃរបស់ពួកគាត់ ឃើញចំណុចលេចធ្លោនៅក្នុងកម្មវិធីនេះគឺការសម្របសម្រួលពីក្រុមការងារ ODC ព្រោះបើសិនជាអត់មានការសម្របសម្រួលមួយឲ្យល្អឲ្យទៅ flow ទេការ presentation របស់វាមិនទៅក៏វាអត់សូវ effective ដល់អ្នកចូលរួមដែរអញ្ចឹងខ្ញុំកោតសរសើរលើការសម្របសម្រួលរបស់ក្រុមការងារទាំងអស់ចំណុចមួយទៀតខ្ញុំគិតថាពេលដែលយើងរកវាមិនចម្រុះគ្នាវាជាផ្នែកមួយនៅក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមដែរទី1អាចថាខ្ញុំជាអ្នកដែលមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ទិន្នន័យហើយខ្ញុំជាបុគ្គលិក field ទៀតខ្ញុំធ្វើការនៅសហគមន៍ផ្ទាល់ហើយវាគ្មិនម្នាក់ទៀតគាត់ជាអ្នក specialist ធ្វើការមួយទិន្នន័យហើយគាត់ជា researcher អញ្ចឹងបទពិសោធន៍ពួកខ្ញុំ2នាក់ដល់ទៅឲ្យយុវជនផ្សេងគ្នាអញ្ចឹងអ្នកដែលចូលរួមទាំងអស់គឺគាត់ទទួលបានមេរៀនមួយគឺពិសេសមែនទែនសម្រាប់